អារម្មណ៍លោកអ្នកមកចាប់អារម្មណ៍ពីអត្ថប្រយោជន៍នៃការបរិភោគសុទ្ធចំពោះសុខភាពវិញម្ដងមនុស្សជាច្រើនសុទ្ធសឹងដែលជាអ្នកធ្លាប់បរិភោគសុទ្ធមិនថាពងមាន់ឬពងទាឡើយឬក៏ម្យ៉ាងទៀតអ្នកអាចប្រើវាសម្រាប់ធ្វើបង្អែមផ្សេងៗផងដែរខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួននៃការបរិភោគសុទ្ធទី1សុទ្ធមានអត្ថប្រយោជន៍សម្រាប់ភ្នែកបើយោងតាមការសិក្សាមួយបានបញ្ជាក់ថាសុទ្ធក្នុងមួយថ្ងៃអាចការពារសរីរាង្គភ្នែករបស់អ្នកសុទ្ធមានផ្ទុកសារធាតុពីរប្រភេទដែលអាចជួយឲ្យការវិវត្តនៃភ្នែកមានភាពរីកលូតលាស់និងប្រឆាំងពីជំងឺផ្សេងៗក្នុងការសិក្សាមួយផ្សេងទៀតដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមនុស្សដែលទទួលទានសុទ្ធជារៀងរាល់ថ្ងៃពួកគេអាចកាត់បន្ថយហានិភ័យនៃការវិវត្តជំងឺភ្នែកឡើងបាយផងដែរសុទ្ធមួយគ្រាប់មានផ្ទុកប្រូតេអ៊ីនចំនួន6ក្រាមដែលប្រូតេអ៊ីនទាំងនោះមានគុណភាពខ្ពស់និងអាស៊ីតអាមីណូ9មុខផ្សេងទៀតផងដែរទី2បើយោងតាមការសិក្សាមួយដោយសាលាសុខភាព Harvard បាននិយាយថាការបរិភោគសុទ្ធក៏អាចជួយការពារអ្នកពីជំងឺបេះដូងផងដែរម្យ៉ាងវិញទៀតវាជួយការពារអ្នកពីជំងឺកក់ឈាមជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងជំងឺគាំងបេះដូងផងដែរសុទ្ធពណ៌លឿងមានផ្ទុកខូលីន300មីក្រូក្រាមហើយខូលីនទាំងនេះគឺជាសារធាតុចិញ្ចឹមដែលសំខាន់ក្នុងការជួយគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទក្នុងខួរក្បាលនិងប្រព័ន្ធសរសៃឈាមបេះដូងបានយ៉ាងល្អផងដែរទី3នោះគឺសុទ្ធជាអាហារមួយប្រភេទដែលជួយបង្កើតនូវវីតាមីន D តាមបែបធម្មជាតិសុទ្ធអាចជួយការពារជំងឺមហារីកសូដន់ការសិក្សាមួយបានបញ្ជាក់ថាយ៉ាងហោចណាស់អ្នកដែលបរិភោគសុទ្ធចំនួន6ដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយការកាត់ឡើងនៅជំងឺមហារីកសូដន់បានចំនួន44%បន្ថែមពីនេះទៅទៀតការបរិភោគសុទ្ធក៏អាចជំនួយនៅការរីកលូតលាស់នៃសរសៃសក់របស់អ្នកផងដែរចា៎នេះគឺជាអត្ថប្រយោជន៍ក្នុងការបរិភោគសុទ្ធចំពោះសុខភាពលោកអ្នក